ដោយចំណុចទី1នោះគឺការត្រៀមចិត្តមានន័យថាក្នុងនាមយើងជានិស្សិតដែលមករៀននៅសាកលវិទ្យាល័យគឺត្រូវតែត្រៀមចិត្តនៅក្នុងការទទួលយកការផ្លាស់ប្ដូរសូមគោរពជំរាបសួរស្វាគមន៍មកកាន់កម្មវិធី UC Next Talk កម្មវិធី UC Next Talk គឺជាវេទិកាចែករំលែកចំណេះដឹងបទពិសោធន៍របស់អ្នកជំនាញអ្នកសិក្សាវិលគមពិសេសដែលលើកយកនៅប្រធានបទល្អៗសម្រាប់យុវជននិងនិស្សិតជំនាន់ថ្មីសូមតាមដានកម្មវិធី UC Next Talk របស់យើងជាបន្តបន្ទាប់ដើម្បីកុំឲ្យខកខាននៅប្រធានបទល្អៗនៅឱកាសថ្មីៗផងដែរនៅក្នុងថ្ងៃនេះកម្មវិធី UC Next Talk របស់យើងនៅក្នុងសប្តាហ៍ទី1នឹងលើកយកនៅប្រធានបទការផ្លាស់ប្ដូរពីសិស្សវិទ្យាល័យទៅជានិស្សិតសាកលវិទ្យាល័យដែលប្រធានបទនេះមានសារៈសំខាន់សម្រាប់សិស្សទី12ដែលគាត់នឹងត្រៀមចូលសាកលវិទ្យាល័យនិងនិស្សិតឆ្នាំទី1ព្រោះការផ្លាស់ប្ដូរនេះមិនមែនផ្លាស់ប្ដូរតែកន្លែងសិក្សាទេតែផ្លាស់ប្ដូរទាំងរបៀបគិតរបៀបរៀនទំនួលខុសត្រូវនិងការគ្រប់គ្រងពេលវេលារៀនផងដែរនៅក្នុងថ្ងៃនេះដែរយើងក៏បានអញ្ជើញនិស្សិតមួយរូបដែលគាត់ជានិស្សិតឆ្នាំទី4ហើយជានិស្សិតពូកែប្រចាំចំនួនហើយថ្មីៗនេះដែរគាត់បានប្រឡងជាប់ជាស្ថាពរជាសិស្សកាឡាបញ្ជីចំនួនទី10អញ្ចឹងទៅជួបពួកគាត់ទាំងអស់គ្នាលោកសួរអូនបាទអនុញ្ញាតណែនាំខ្លួនបន្តិចណាអូនបាទសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះគឺនីសាជានិស្សិតឆ្នាំទី4មុខជំនាញនីតិសាស្ត្រហើយនាងខ្ញុំក៏ជាសិស្សពូកែប្រចាំចំនួនផងដែរនៅថ្ងៃនេះផងដែរនាងខ្ញុំពិតជារីករាយណាស់ដែលទទួលបានឱកាសនៅក្នុងការចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្ដូរពីសិស្សវិទ្យាល័យមកជានិស្សិតនៃសាកលវិទ្យាល័យមួយរយៈពេលនេះមានការរវល់ច្រើនអូនដោយសារយើងជានិស្សិតឆ្នាំទី4អញ្ចឹងគេលោថាជាឆ្នាំចុងក្រោយអញ្ចឹងណាបាទមួយរយៈពេលនេះគឺនាងខ្ញុំមានភាពមមាញឹកដែរដោយសារតែក្នុងរយៈពេលនេះផងដែរគឺត្រៀមក្នុងការរៀបចំសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរអូខេអូនបាទហើយចូលមកដល់ប្រធានបទរបស់យើងវិញគឺនៅក្នុងថ្ងៃនេះដែរប្រធានបទរបស់យើងនឹងមាន5ចំណុចដើម្បីសាកសួរទៅកាន់នីសាដើម្បីឲ្យនីសាអាចចែករំលែកទៅកាន់អ្នកទស្សនាបានអញ្ចឹងណាបាទចូលមកដល់ចំណុចទី1របស់យើងតាមដែលផ្លាស់ប្ដូរធំបំផុតដែលយើងផ្លាស់ប្ដូរពីសិស្សវិទ្យាល័យទៅជានិស្សិតសាកលវិទ្យាល័យវិញណាសម្រាប់អូនណាអូនចាបងពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរពីសិស្សវិទ្យាល័យមកជានិស្សិតនៃសាកលវិទ្យាល័យត្រង់ចំណុចនេះគឺនាងខ្ញុំសូមលើកយកពាក់ព័ន្ធជាមួយនឹងការសិក្សានៅវិទ្យាល័យជាមុនសិនដោយការដែលយើងរៀននៅវិទ្យាល័យគឺយើងមានកម្មវិធីទេមានន័យថារាល់មុខវិជ្ជាក៏ដូចជាមេរៀនផ្សេងៗហើយម្យ៉ាងវិញទៀតនោះគឺមានលោកគ្រូអ្នកគ្រូដែលជួយណែនាំជាច្រើនទៅលើការសិក្សារៀនសូត្រក៏ដូចជាសិក្សាទៅលើចំណេះដឹងទូទៅផងដែរហើយអ្វីដែលលើសពីនេះទៅទៀតឃើញថាការសិក្សារៀនសូត្ររបស់សិស្សដែលនៅវិទ្យាល័យគឺគាត់រៀនទៅតាមសៀវភៅជាចម្បងក៏ប៉ុន្តែនៅសាកលវិទ្យាល័យវិញនោះឃើញថាមានភាពខុសគ្នាពីការនៅវិទ្យាល័យត្រង់ចំណុចទី1គឺនិស្សិតគឺគាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯងនៅត្រង់ចំណុចនេះមានន័យថានិស្សិតគឺគាត់ត្រូវតែមានភាពជាម្ចាស់ការខ្លួនឯងទាំងការសិក្សារៀនសូត្រទាំងការងារផ្សេងៗជាដើមលើសពីនេះទៅទៀតនោះឃើញថាមានលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យគឺជាអ្នកបង្ហាញទិសដៅក៏ដូចជាបង្ហាញផ្លូវទៅកាន់និស្សិតដើម្បីឆោមយកនៅជំនាញដែលគាត់មានក្តីសម័យតាំងពីរៀននៅវិទ្យាល័យមកម្លេះហើយលើសពីនេះទៅទៀតឃើញថាចំណុចដែលសំខាន់បំផុតសម្រាប់និស្សិតនៅសាកលវិទ្យាល័យគឺត្រូវតែស្វះស្វែងរកចំណេះដឹងក្នុងការសិក្សាស្រាវជ្រាវទៅលើមេរៀនក៏ដូចជាឯកសារដើម្បីយល់ដឹងបន្ថែមអំពីជំនាញដែលខ្លួនបានជ្រើសរើសនោះផងដែរអូខេអូនអញ្ចឹងបងប្អូនសរុបរួមមានន័យថាការផ្លាស់ប្ដូរគឺជាឱកាសនៅក្នុងការលូតលាស់ទោះបីជាយើងផ្លាស់ប្ដូរពីសិស្សវិទ្យាល័យទៅជានិស្សិតសាកលវិទ្យាល័យមែនប៉ុន្តែយើងបានផ្លាស់ប្ដូរធំមួយរបស់យើងមានន័យថាយើងចាប់ផ្ដើមពីការជ្រើសរើសមុខជំនាញរបស់យើងដើម្បីឈានទៅដល់ការសិក្សានៅសាកលវិទ្យាល័យផងដែរបាទហើយចូលមកដល់ចំណុចទី2បងចង់សួរទៅកាន់នីសាថាមុននឹងនីសាចូលរៀននៅសាកលវិទ្យាល័យតើនីសាបានត្រៀមអីគេខ្លះដែរចាបងពាក់ព័ន្ធជាមួយនឹងការត្រៀមនៅក្នុងការផ្លាស់ប្ដូរពីសិស្សវិទ្យាល័យមកជានិស្សិតនៃសាកលវិទ្យាល័យគឺនាងខ្ញុំសូមលើកយកតាក់ទងជាមួយនឹង3ចំណុចដោយចំណុចទី1នោះគឺការត្រៀមចិត្តមានន័យថាក្នុងនាមយើងជានិស្សិតដែលមករៀននៅសាកលវិទ្យាល័យគឺត្រូវតែត្រៀមចិត្តនៅក្នុងការទទួលយកការផ្លាស់ប្ដូរដោយសារតែនៅសាកលវិទ្យាល័យគឺការសិក្សារៀនសូត្រអត់ដូចនៅវិទ្យាល័យទេហើយម្យ៉ាងវិញទៀតនោះគឺយើងត្រូវតែត្រៀមចំណេះដឹងមានន័យថាក្នុងនាមយើងជានិស្សិតដើម្បីមកបន្តការសិក្សានៅសាកលវិទ្យាល័យគឺត្រូវតែសួរខ្លួនឯងថាតើយើងពូកែទៅលើមុខវិជ្ជាអីយើងស្រឡាញ់អីយើងពេញចិត្តអីនៅត្រង់ចំណុចនេះគឺជួយឲ្យយើងក្នុងការជ្រើសរើសជំនាញដែលត្រូវទៅនឹងទេពកោសល្យរបស់យើងផងដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថាយើងត្រូវត្រៀមជំនាញមានន័យថាត្រង់ចំណុចនេះគឺជំនាញពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងហើយនឹងការងារជាក្រុមដែលនៅក្នុងការរស់នៅសប្តាហ៍ថ្ងៃគឺចាំបាច់ណាស់ការទំនាក់ទំនងជាមួយនឹងនិស្សិត
នៅក្នុងថ្នាក់ក៏ដូចជាតំណែងតំណងជាមួយនឹងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យហើយអ្វីដែលសំខាន់គឺការងារជាក្រុមគឺនិស្សិតត្រូវតែចូលរួមនៅក្នុងការងារជាក្រុមនិងសហការគ្នាដើម្បីទទួលបាននូវលទ្ធផលល្អផងដែរបាទចឹងពិសេសមែនទែនសម្រាប់អនុសាសន៍ដែលគាត់ត្រៀមចូលសាកលវិទ្យាល័យគឺអាចទី1បងប្អូនត្រូវត្រៀមជំនាញតើបងប្អូនឆ្លាញ់ជំនាញមួយណាបងប្អូនរៀនជំនាញមួយហ្នឹងអញ្ចឹងណាហើយទី2បងប្អូនក៏មានជំនាញមួយដែរគឺជំនាញផ្នែកទុនន័យថាបងប្អូនក៏ត្រូវចេះធ្វើការងារជាក្រុមធ្វើការទំនាក់ទំនងជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សច្បងរបស់យើងដែរអញ្ចឹងណាអញ្ចឹងសរុបរួមបងប្អូនមុននឹងយើងចូលរៀននៅសាកលវិទ្យាល័យគឺយើងត្រូវត្រៀមលក្ខណៈទាំងអស់ហ្នឹងគឺជាការល្អប្រសើរមួយដើម្បីឲ្យបងប្អូនអាចចាប់ផ្ដើមរៀននៅសាកលវិទ្យាល័យបានអញ្ចឹងណាបាទចុះមកដល់ចំណុចទី3វិញចង់សួរទៅកាន់លីសាថាទៅលើពេលវេលានៅក្នុងការសិក្សាណាអូនមានន័យថាមូលហេតុអីបានជាការគ្រប់គ្រងពេលវេលាសិក្សាមានសារៈសំខាន់សម្រាប់និស្សិតចាបងពាក់ព័ន្ធជាមួយនឹងពេលវេលានេះគឺពិតជាសំខាន់ដោយសារតែនៅក្នុងការសិក្សារៀនសូត្រគឺយើងត្រូវការពេលវេលាហើយនៅក្នុងសាកលវិទ្យាល័យគឺយើងសិក្សាតែមួយពេលនោះទេអាចថាគាត់រៀនពេលព្រឹកឬក៏រៀនវេលាល្ងាចគឺគាត់មានពេលវេលាសេរីភាពច្រើននៅក្នុងការទទួលបានឱកាសនៅក្នុងការសិក្សារៀនសូត្រដោយខ្លួនឯងតែត្រង់ចំណុចនេះគឺបើសិនជាយើងអត់គ្រប់គ្រងពេលវេលាបានល្អនោះទេគឺយើងនឹងបាត់បង់ឱកាសដូចជាបាត់បង់នៅគោលដៅដែលយើងបានកំណត់តាំងពីដើមមកម្លេះហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះពេលវេលាគឺយើងគួរតែយកពេលនោះមកស្វ័យសិក្សាក៏ដូចជាស្រាវជ្រាវនិងរកអ្វីដែលថ្មីតាក់ទងទៅនឹងចំណេះជំនាញដែលយើងបានជ្រើសរើសយកក្នុងការសិក្សារៀនសូត្រផងដែរបាទអញ្ចឹងសូមបញ្ជាក់អ្នកទាំងអស់គ្នាដែរការគ្រប់គ្រងពេលវេលារបស់យើងគឺសំខាន់ណាស់នៅក្នុងការសិក្សានៅសាកលវិទ្យាល័យព្រោះអីពេលណាទាំងអស់នេះបែងចែកពេលវេលាបានល្អបែងចែកពេលវេលាច្បាស់លាស់នៅក្នុងការរៀនវាធ្វើឲ្យលទ្ធផលសិក្សារបស់យើងនឹងកាន់តែល្អប្រសើរថែមទៀតអញ្ចឹងណាបាទហើយអរគុណនីសាសម្រាប់ការចែករំលែកចំណុចទាំង3ខាងលើនេះចូលដល់ចំណុចបន្តមកចង់សួរនីសាថានិស្សិតភាគច្រើនគាត់ខ្លាចការរៀនដោយខ្លួនឯងនីសាដែលមានអារម្មណ៍ខ្លាចអញ្ចឹងតើពួកគាត់គួរចាប់ផ្ដើមពីពេលណាដែរបាទពាក់ព័ន្ធជាមួយនឹងការរៀនដោយខ្លួនឯងនេះគឺការពីដំបូងក៏ខ្ញុំខ្លាចនៅក្នុងការរៀនដោយខ្លួនឯងនេះផងដែរគឺខ្ញុំតែងតែគិតថាខ្ញុំរៀនដោយខ្លួនឯងគឺអត់អាចទៅមុខការទេប៉ុន្តែខ្ញុំបានផ្លាស់ប្ដូរការគិតនេះដោយខ្ញុំគិតថាតើរងថ្ងៃខ្ញុំចេះអីអញ្ចឹងត្រង់ចំណុចនេះដែលជំរុញឲ្យយើងខ្ញុំអាចជ្រើសរើសយកការរៀនដោយខ្លួនឯងដែលចាប់ផ្ដើមពីរឿងតូចដោយពីដំបូងហ្នឹងគឺយើងត្រូវតែអានមេរៀនមុននឹងយើងចូលរៀនមានន័យថាថ្ងៃនេះយើងត្រូវរៀនជាមួយនឹងមុខវិជ្ជាអីគេលោកជាឧទាហរណ៍ថាថ្ងៃនេះខ្ញុំត្រូវរៀនជាមួយនឹងក្រមប្រមត្តនអញ្ចឹងគឺខ្ញុំត្រូវតែអាននៅមេរៀនជាមុនសិនថាតើលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យគាត់នឹងរៀនទៅលើមេរៀនមួយណាអញ្ចឹងយើងនឹងទទួលបានសញ្ញាណគាត់ដឹងនៅអត្ថន័យនៃមេរៀនដែលបានមុនលោកគ្រូអ្នកគ្រូយើងនឹងទទួលបានការយល់កាន់តែលឿនហើយអ្វីដែលសំខាន់នៅពេលដែលយើងអានមុននឹងយើងចូលរៀនគឺយើងអាចនឹងមានកន្លែងចំណុចខ្លះយើងឆ្ងល់ហើយអញ្ចឹងត្រង់ចំណុចនេះគឺយើងគួរតែកត់ត្រានៅសំណួរដែលយើងឆ្ងល់ដើម្បីទុកសួរលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនៅក្នុងថ្នាក់ផងដែរតែអ្វីដែលជាចំណុចសំខាន់បំផុតនៅក្នុងការរៀនដោយខ្លួនឯងនេះគឺយើងត្រូវតែស្វែងនៅក្នុងការស្វែងរកឯកសារក៏ដូចជាចំណេះដឹងថ្មីពីប្រព័ន្ធអ៊ីនធឺណិតក៏ដូចជានៅបណ្ណាល័យជាដើមហើយក្នុងចំណុចនេះផងដែរខ្ញុំសូមបញ្ជាក់បន្ថែមថាការរៀនដោយខ្លួនឯងមិនមែនយើងមានតែម្នាក់ឯងហើយក៏គុំខ្លាចដែរក្នុងការរៀនប៉ុន្តែវាជាការរៀនដោយសកម្មបំផុតដែលយើងអាចថាពេលដែលយើងទទួលបាននៅចំណេះដឹងថ្មីយើងអាចចែករំលែកទៅកាន់មិត្តភ័ក្តិដែលនៅជុំវិញខ្លួនរបស់យើងដើម្បីទទួលបានការយល់ដឹងកាន់តែល្អជាងនេះទៅទៀតបាទអរគុណនីសាឃើញថាការរៀនដោយខ្លួនឯងនេះកុំភ័យខ្លាចយើងផ្ដើមរៀនដោយខ្លួនឯងហ្មងជឿជាក់ទៅវាអាចរៀនខ្លួនឯងបានហើយព្រោះពេលណាដែលយើងចាប់ផ្ដើមរៀនដោយខ្លួនឯងចាប់បានចំណុចខ្វះខាតរបស់យើងអាចទៅធ្វើការសាកសួរពីមិត្តភ័ក្តិរបស់យើងដែលគាត់បានរៀនចំណុចហ្នឹងឬក៏ពីសាស្ត្រាចារ្យដែលគាត់បានបរៀនទៅលើមុខវិជ្ជាមួយហ្នឹងដើម្បីឲ្យធ្វើឲ្យយើងខ្លួនឯងនេះកាន់តែមានទំនុកចិត្តទៅលើការសិក្សារបស់យើងថែមទៀតដែរអញ្ចឹងណាដល់ចំណុចចុងក្រោយចង់សួរទៅកាន់នីសាថាកាលពីនីសារៀនឆ្នាំទី1តើមានជួបបញ្ហាអីគេខ្លះអត់ចាបងបើតកតងជាមួយនឹងបញ្ហាដោយសារតែឆ្នាំទី1គឺជាឆ្នាំមូលដ្ឋានដែលយើងទៅតែផ្លាស់ប្ដូរពីសិស្សវិទ្យាល័យមកជានិស្សិតនៃសាកលវិទ្យាល័យដោយបញ្ហាទី1ដែលខ្ញុំតែងជួបហ្នឹងគឺខ្ញុំខ្លាចនៅក្នុងការសួរលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដោយសារតែយើងថ្មីហើយយើងទៅតែស្គាល់គាត់ដែរអញ្ចឹងគួរតែកុំខ្លាចនៅក្នុងការសួរគាត់ដល់យើងពេលដែលយើងត្រូវការជំនួយឬមួយក៏យើងអត់យល់នៅត្រង់ចំណុចណាយើងគួរតែសួរគាត់ឲ្យបានច្រើនក៏ដូចជាសួរមិត្តភ័ក្តិរួមថ្នាក់ក៏បានដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ
ឃើញថាខ្ញុំតែងតែគិតថាឆ្នាំមូលដ្ឋានបែករៀននេះបែកខំរៀននេះអត់អីទេប៉ុន្តែត្រង់ចំណុចនេះគឺអត់ត្រឹមត្រូវទេសម្រាប់ការគិតបែបនេះដោយសារតែឆ្នាំមូលដ្ឋានគឺជាឆ្នាំដែលសំខាន់ដែលយើងត្រូវតែខិតខំសិក្សារៀនសូត្រពីឆ្នាំទី1ទៅវានឹងទទួលបានលទ្ធផលល្អចំពោះឆ្នាំបន្តដែលយើងបន្តការសិក្សាហើយទី3នោះគឺយើងកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃដោយការពីមុនគឺខ្ញុំតែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃថាអូខេបកកាយចេះគេបកកាយបែបនេះហើយក៏ខ្ញុំអត់ដូចគេត្រង់ចំណុចនេះយើងគួរតែរៀនសង្កេតទៅលើអ្នកដែលគាត់បកកាយអញ្ចឹងទៅយើងរៀនតាមគាត់ហើយមួយទៀតនោះគឺយើងត្រូវតែចេះប្រៀបធៀបខ្លួនឯងពីមុននិងឥឡូវទៅជាការប្រសើរដែលជាដំណោះស្រាយគឺដូចខ្ញុំបានលើកឡើងខាងលើអញ្ចឹងគឺត្រូវតែហ៊ានសួរហើយនឹងត្រូវការជំនួយគឺត្រូវតែស្វែងរកជំនួយពីលោកគ្រូក៏ដូចជាមិត្តនិស្សិតនៅក្នុងថ្នាក់ជាមួយនឹងផងដែរបាទអញ្ចឹងសរុបមកខ្ញុំបានសាកសួរទៅកាន់នីសាចំនួន5ចំណុចទី1គឺទៅលើការផ្លាស់ប្ដូរទី2គឺទៅលើការត្រៀមខ្លួនចូលសាកលវិទ្យាល័យទី3ទៅលើពេលវេលានៅក្នុងការសិក្សាហើយនឹងចំណុចទី4នេះគឺទៅលើការរៀនដោយខ្លួនឯងហើយនឹងចំណុចចុងក្រោយគឺនិយាយអំពីបញ្ហានៅក្នុងឆ្នាំទី1តើនិស្សិតភាគច្រើនជួបបញ្ហាគេខ្លះនៅក្នុងឆ្នាំទី1ហើយបានស្រាប់ពីការបកស្រាយរបស់នីសារួចរាល់ហើយអញ្ចឹងណាអញ្ចឹងជាចុងក្រោយចង់ឲ្យនីសាអាចជួយផ្ដល់ជាដំបូន្មានមួយទៅកាន់និស្សិតដែលគាត់តែនឹងត្រៀមខ្លួនចូលដល់សាកលវិទ្យាល័យក៏ដូចជានិស្សិតឆ្នាំទី1ដែលគាត់ទៅចូលអញ្ចឹងណាអូនចាបងពាក់ព័ន្ធជាមួយនឹងចំណុចចុងក្រោយនេះផងដែរគឺខ្ញុំចង់បញ្ជាក់ថានៅសាកលវិទ្យាល័យគឺមិនមែនជាកន្លែងសម្រាប់អ្នកពូកែឬមួយក៏អ្នកឆ្លាតឬមួយក៏ជាអ្នកដែលល្អឥតខ្ចោះនោះទេក៏ប៉ុន្តែគឺជាកន្លែងដែលសម្រាប់អ្នកដែលគាត់ព្យាយាមហើយនឹងអត់ធ្មត់នៅក្នុងការសិក្សារៀនសូត្រនិងចាប់យកឱកាសដែលយើងកំពុងតែមាននេះផងដែរហើយអ្វីដែលសំខាន់នោះគឺនាងខ្ញុំសូមលើកទឹកចិត្តទៅដល់បងប្អូននិស្សិតដែលគាត់ទៅតែនឹងចូលរៀនឆ្នាំទី1ប្រសិនបើនៅសាកលវិទ្យាល័យមានការប្រកួតប្រជែងទៅលើមុខជំនាញដែលគាត់រៀនអ្វីមួយគឺគាត់ត្រូវតែហ៊ានសាកល្បងកាលណាដែលគាត់សាកល្បងគឺគាត់នឹងទទួលបាននៅបទពិសោធន៍ថ្មីជាច្រើនដើម្បីយកទៅអនុវត្តនៅក្នុងការងាររបស់គាត់ជាប្រចាំថ្ងៃផងដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះបងប្អូននិស្សិតគឺគាត់ត្រូវតែអាចថាសួរសំណួរខ្លួនឯងជារៀងរាល់ថ្ងៃថាតើរាល់ថ្ងៃខ្ញុំមកទីនេះដើម្បីអ្វីហើយរាល់ថ្ងៃដែលខ្ញុំមកសិក្សាក៏ដូចជាបន្តការសិក្សានៅសាកលវិទ្យាល័យរយៈពេល4ឆ្នាំនេះតើខ្ញុំចេះអ្វីខ្លះហើយនៅសំណួរទាំងនេះគឺនាងខ្ញុំតែងតែសួរខ្លួនឯងដើម្បីជាការរំលឹកក៏ដូចជាដាស់តឿនទៅដល់ខ្លួនឯងអំពីការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យផងដែរបាទមុននឹងបញ្ចប់កម្មវិធីនៅថ្ងៃនេះខ្ញុំសូមចែករំលែកផងដែរថាសាកលវិទ្យាល័យ Southeast Asia គឺជាសាកលវិទ្យាល័យដែលស្ថិតនៅក្នុងខេត្តសៀមរាបហើយជាសាកលវិទ្យាល័យដែលផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលទៅលើចំណេះដឹងជំនាញឧត្តមភាពនិងសង្គមព្រមទាំងជំនាញវិជ្ជាជីវៈនិងជំនាញផ្នែកទុនដើម្បីឲ្យនិស្សិតត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចនៅក្នុងទីផ្សារការងារផងដែរសាកលវិទ្យាល័យមិនត្រឹមតែផ្ដល់នៅចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែបានលើកទឹកចិត្តឲ្យនិស្សិតហ៊ានគិតហ៊ានសួរហ៊ានសាកល្បងនិងហ៊ានអនុវត្តព្រមទាំងហ៊ានដឹកនាំដោយខ្លួនឯងហើយសាកលវិទ្យាល័យ Southeast Asia គឺជាជម្រើសល្អមួយសម្រាប់អភិវឌ្ឍសមត្ថភាពប្រកបដោយគុណភាពសូមអរគុណច្រើនអូនសម្រាប់ការចែករំលែកហើយសូមអរគុណដល់អ្នកទស្សនាទាំងអស់គ្នាសង្ឃឹមថា UC Desktop ថ្ងៃនេះនឹងឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមនៃជំហានថ្មីនៃជីវិតជានិស្សិតសូមជួបគ្នានៅសប្តាហ៍ក្រោយហើយសូមអរគុណសូមជម្រាបលាបាយបាយ